ទីក្រុងម៉ូស្គូថ្មីនេះរុស្ស៊ីបានបង្ហាញទៅគណៈប្រតិភូអាមេរិកនៅលក្ខខណ្ឌមួយចំនួនដែលខ្លួនយល់ថាជារឿងចាំបាច់បំផុតមុននឹងឈានដល់និយាយអំពីការបញ្ចប់សង្គ្រាមអ៊ុយក្រែនការទាមទារនេះធ្វើឡើងបន្ទាប់ពីអ៊ុយក្រែននិងអាមេរិកទើបតែបិទបញ្ចប់ការជួបគ្នាទ្វេភាគីនៅអារ៉ាប៊ីសាអូឌីតហើយបានដាក់សំណើនៃបទឈប់បាញ់រយៈពេល30ថ្ងៃទៅឲ្យរុស្ស៊ីពិចារណាអាមេរិកអ៊ុយក្រែននិងអង់គ្លេសយល់ថាគ្រាប់បាល់កំពុងស្ថិតនៅក្នុងដៃរបស់រុស្ស៊ីដូច្នេះរុស្ស៊ីជាអ្នកសម្រេចថាត្រូវទទួលយកសំណើនោះឬយ៉ាងណារដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងថាបើពួកគេរុស្ស៊ីលើយថាព្រមទទួលយកសំណើនេះមានន័យថាភាគីទាំងពីរអាចចាប់ផ្ដើមចរចាគ្នាដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពផ្ទុយទៅវិញបើពួកគេមិនទទួលយកទេវានឹងក្លាយជារឿងដ៏គួរឲ្យសោកស្ដាយហើយពិភពលោកអាចមើលឃើញទាំងអស់គ្នាថានរណាចង់បានសន្តិភាពនិងនរណាចង់បន្តសង្គ្រាមខាងលើនេះជាការនិយាយបន្ថែមរបស់លោកសេឡិនស្គីឥឡូវនេះមានផ្លូវច្រើនណាស់សម្រាប់ដើរបើរុស្ស៊ីមិនទាន់ចង់ទទួលយកបទឈប់បាញ់ភ្លាមទេអ៊ុយក្រែនអាចបន្តធ្វើសង្គ្រាមបានព្រោះលោកត្រាំសម្រេចចិត្តផ្ដល់ជំនួយនិងព័ត៌មានសម្ងាត់ឡើងវិញប៉ុន្តែនេះមិនមែនជាអ្វីដែលត្រាំចង់បានទេត្រាំចង់បាញ់ចប់សង្គ្រាមឲ្យបានឆាប់ដើម្បីងាកទៅគិតគូរអំពីបញ្ហាអ្វីផ្សេងត្រាំព្រមានថាបើរុស្ស៊ីមិនទទួលយកបទឈប់បាញ់ទេលោកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ីឲ្យបានខ្លាំងក្លាប៉ុន្តែលោកមិនចង់បានសេណារីយ៉ូនេះទាល់តែសោះប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះបង្ហើបឲ្យដឹងថាលក្ខខណ្ឌដែលរុស្ស៊ីទាមទារនោះអ្វីត្បិតគេមិនបានដឹងលម្អិតថាមានអ្វីខ្លះទេប៉ុន្តែជាលក្ខខណ្ឌដែលភ្ជាប់បញ្ហាអ៊ុយក្រែនហើយនិងបញ្ហាទំនាក់ទំនងរវាងម៉ូស្គូនិងវ៉ាស៊ីនតោនការបង្ហាញលក្ខខណ្ឌនេះធ្វើឡើងតែបន្តិចប៉ុណ្ណោះមុនពេលក្រសួងការពារជាតិរុស្ស៊ីប្រកាសពីការវាយយកបានទីក្រុងស៊ូតសាហ្សាពីការគ្រប់គ្រងរបស់អ៊ុយក្រែននៅតំបន់ខឹសទីក្រុងនេះត្រូវអ៊ុយក្រែនគ្រប់គ្រងចាប់តាំងពីខែសីហាឆ្នាំ2024លោកពូទីនក៏ទើបតែចុះទៅពិនិត្យមើលសភាពការនៅខឹសផងដែរនៅពេលមានសញ្ញាថាមិនយូរទេអ៊ុយក្រែនត្រូវតែបង្ខំចិត្តដកកងទ័ពទាំងអស់ចេញពីទីនោះព្រោះរុស្ស៊ីកំពុងតែវាយសម្រុកខ្លាំងនិងហ៊ុមព័ទ្ធពួកគេស្ទើរតែទាំងស្រុងមេបញ្ជាការកងទ័ពអ៊ុយក្រែនថ្លែងថាលោកត្រូវតែដកថយដើម្បីជៀសវាងការបាត់បង់សម្ភារៈសឹកនិងភ្លីជីវិតយុទ្ធជនកាន់តែច្រើនងាកមកមើលលក្ខខណ្ឌដែលរុស្ស៊ីដាក់ទៅឲ្យអាមេរិកពិនិត្យមើលវិញម្ដងប្រភពខ្លះថាប្រហាក់រហែលទៅនឹងអ្វីដែលលោកពូទីនធ្លាប់បានទាមទារតាំងពីយូរមកហើយឧទាហរណ៍ការទាមទារឲ្យអ៊ុយក្រែននិងបោះជំប្រទេសទទួលស្គាល់ជាផ្លូវការនិងលីលាក់អក្សរនៅទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់ដូចជាគ្រីមេនិងតំបន់4ទៀតអ៊ុយក្រែនមិនត្រូវចូលជាសមាជិកអង្គការ NATO និងមិនត្រូវមានទ័ពបរទេសឈរជើងនៅអ៊ុយក្រែនដាច់ខាតទោះបីជាកងរក្សាសន្តិភាពក៏ដោយរុស្ស៊ីនិងអាមេរិកបានពិភាក្សាគ្នាជាសម្ងាត់នៅលក្ខខណ្ឌរបស់រុស្ស៊ីអស់ជាច្រើនសប្តាហ៍មកហើយជាលក្ខណៈពិភាក្សាគ្នាដោយផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូពីចម្ងាយផងគិតត្រឹមល្ងាចនេះលោករមនៅតែមិនទាន់ទទួលបានការឆ្លើយតបពីវិមានក្រឹមឡាំងថាទទួលយកបទឈប់បាញ់30ថ្ងៃដែរឬទេចំណែកវិមានក្រឹមឡាំងថ្លែងថាខ្លួនកំពុងរង់ចាំការពន្យល់លម្អិតអំពីសំណើនៃបទឈប់បាញ់នោះជាមុនសិនមុននឹងឈានដល់ការធ្វើអត្ថាធិប្បាយឬចេញសេចក្តីថ្លែងការណ៍ជាផ្លូវការរដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងថាលោកនឹងយកសំណើនេះទៅជូនដល់ដៃរបស់រុស្ស៊ីដោយផ្ទាល់តែម្ដងយើងចង់ប្រាប់រុស្ស៊ីថាអ៊ុយក្រែនបានយល់ព្រមទទួលយកសំណើនេះហើយកំពុងរង់ចាំចម្លើយពីរុស្ស៊ីដោយសារមានព្រៀបនៅលើសមរភូមិយោធារុស្ស៊ីហាក់ដូចជាប្រកាន់ជំហររឹងកាលពីពេលកន្លងមករុស្ស៊ីប្រកាន់ជំហរដាច់ខាតថាបើចង់បញ្ចប់សង្គ្រាមត្រូវតែបញ្ចប់ជាស្ថាពរតែម្ដងមិនត្រូវការបោះឈប់បាញ់ទេម្យ៉ាងទៀតរុស្ស៊ីថាខ្លួននឹងមិនធ្វើសម្ពាធអ្វីទាំងអស់នៅក្នុងការចរចាគ្នាគេរំពឹងថាប្រេសិតពិសេសរបស់លោកត្រាំគឺលោក Steve Witkoff នឹងធ្វើដំណើរទៅម៉ូស្គូនៅសប្តាហ៍នេះ